សួស្តីចាថ្ងៃនេះរកមួយដាក់ចានធំឃើញបងប្អូនហើយខ្ញុំអរគុណមួយដែលបានជួយគ្រប់គ្រងហ្នឹងហើយនិយាយពីថាមួយអង្គុយចាំប្រុងព្រាតដែរបងប្អូនដាក់ចានធំឲ្យគាត់លោថាចានធំពេកគាត់ថាដាក់ចានតូចល្មមបានហើយនេះចានធំពុះពេកអញ្ចឹងណានេះបងប្អូនចានធំមកហើយខ្ញុំលើតែគេថាដាក់ពិសេសខ្ញុំក៏ដាក់ចានធំឲ្យប៉ុន្តែអ្នកទិញគាត់ខ្លាចចានតែពិតទៅវាមិនមែនពេញមួយចានហ្នឹងទេបងប្អូនអើយគ្រាន់តែថាវាច្រើនជាងអាចាននេះឃើញអាចានវាមាន3ធ្វើចានសនេះចានធំបងប្អូននៅពេលអាចានខ្មៅនេះចានកដាលតែមានអាចានតូចមួយទៀតតែខ្ញុំលក់រងថ្ងៃលក់ដាក់ចានខ្មៅនេះបងប្អូនចានកដាលនេះដល់ពេលគាត់ពិសេសដូចថាគាត់ដាក់ដុបពីមី2កញ្ចប់3កញ្ចប់ចឹងទៅខ្ញុំខ្លាចដាក់អស់ខ្ញុំដាក់ចានធំមកគាត់ប៉ុន្តែដល់ពេលដាក់ចានធំមកគាត់ខ្លាចចានគាត់ដាក់ធំពេកចានខ្លាចខ្មាស់គេចឹងណាទេអ៊ំគាត់ញ៉ាំគាត់ថាអូចានធំម្លេះធំជាងមៀតកន្លែងខ្ញុំលក់មានចានទូចចានកដាលនិងចានធំបងប្អូនឡើងនិយាយអីវ៉ាន់មកដល់ក៏មកឲ្យអីវ៉ាន់បងប្អូនឲ្យអីវ៉ាន់មកអ៊ុតមើលថាតើគ្រប់អត់ចឹងណាដល់ពេលអ៊ុតអីវ៉ាន់រួយកូនមកបរៀនណាទូចទៅវាលោវាថាម៉ាក់កាលណាធ្វើម្ហូបឲ្យកូនញ៉ាំកូនឃ្លាននេះកូនឃ្លានបាយចេះចូលទៅក៏ងាកទៅធ្វើម្ហូបបងប្អូនហើយម្ហូបនេះក៏ធ្វើលឿនទីក៏បីគេផ្ទះនេះអីបងប្អូនហើយខ្មុលបងប្អូនឲ្យលីងក៏នៅសល់តែពីម្សិលមិញហើយប្រហុកពងទានេះមានអីច្រើនដែរបងប្អូនអើយថ្ងៃនេះឥឡូវធ្វើឆ្អិនហើយឲ្យកូនញ៉ាំរួចអស់ហើយខ្លួនឯងឡើងរៀបចំឲ្យវ៉ាន់ដាក់ឲ្យភ្ញៀវលេខកើតទៅក៏ហួសពេលញ៉ាំបាយកូនញ៉ាំអស់ឥឡូវមកញ៉ាំខ្លួនឯងម្ដងបងប្អូននិយាយថាមនុស្សស្រីយើងបងប្អូនហើយលក់ដូរផងហើយកូនចៅផងកូនតារៀនមកដល់ធ្វើម្ហូបឲ្យកូនញ៉ាំមើលទៅឡើងពលកបងតែបងប្អូនបែកញើសមុខឡើងជាប់ប៉ែអស់ហើយបងប្អូនហើយដេកក៏មិនសូវជាបានបងប្អូនមុខជាប់ដោយសារយើងដេកមិនបានណាបងប្អូនយើងដេកអត់បានច្រើនថ្ងៃឡើងយើងអត់បានដេកយប់ឡើងយើងដេកក្របានដេកហើយយើងក្រោកលឿនអញ្ចឹងណាបងប្អូនហើយខ្ញុំហូបចូលចិត្តតាពួកប្រហុកឆ្អេងបងប្អូនបានហូបបានច្រើនខ្ញុំនិយាយថាចូលចិត្តនោះបងប្អូនអើយតោះមកហូបមួយខ្ញុំថ្ងៃនេះមានអីពិសេសទេហើយខ្ញុំសួរបងប្អូនជាត្រីមេផ្ទះតែដូចខ្ញុំអត់បងប្អូនមើលទៅរវល់បែកញើសហូរញើសដូចខ្ញុំណាបងប្អូនរវល់ប៉ុណ្ណឹងហើយមិនដឹងលុយកាក់នៅណាទេណាបងប្អូនអីវ៉ាន់មកដល់ខ្ញុំក៏ឆែកមើលថាអីវ៉ាន់គ្រប់អត់នេះកូនទូចនិយាយពីថារឿងឃ្លានបាយឃ្លានម្ហូបឃ្លាននេះឃ្លាននោះបងប្អូនឥឡូវមករៀបចំអីវ៉ាន់បានមកអ៊ុតមើលហើយខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលចិត្តស្រឡាញ់ជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នាហើយជួបគ្នាវីដេអូក្រោយ